នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation បាទ The Nation ចំណងជើងគាត់ដាក់មកគឺបានន័យថាលោកអនុทิនបាននិយាយថាលោកត្រាំត្រូវតែបញ្ចុះបញ្ចូលប្រទេសកម្ពុជាជាមុនសិនកុំឲ្យឈប់បំផិតបំភ័យប្រទេសថៃមុននឹងការពិភាក្សាគ្នាអំពីសន្តិភាពបាទបើស្ដាប់មើលទៅគឺដូចថៃគាត់រងគ្រោះណាស់អញ្ចឹងបាទគាត់ភ័យកម្ពុជានឹងបំផិតបំភ័យគាត់ជានិច្ចបាទអញ្ចឹងប្រិមិត្តយល់ដោយខ្លួនឯងចុះណាយល់ដោយខ្លួនឯងចុះខ្ញុំសូមបកប្រែជូនអត្ថបទនេះដូចតទៅនាយករដ្ឋមន្ត្រីថៃលោកអនុធានច័ន្ទវីរៈគុលបាននិយាយនៅថ្ងៃពុធនេះថាប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump ត្រូវតែគាត់ប្រាប់ពី must នឹងត្រូវតែបញ្ចុះបញ្ចូលប្រទេសកម្ពុជាជាមុនសិនដើម្បីបង្ហាញឲ្យឃើញជាភស្តុតាងច្បាស់ជាក់លាក់ថាប្រទេសកម្ពុជានោះលែងគម្រាមកំហែងទៅដល់ទីក្រុងបាងកកទៀតហើយមុននឹងថៃយល់ព្រមអង្គុយនៅតុចរចាជាមួយនឹងកម្ពុជាលោកអនុทินឆ្លើយបែបនេះជាការឆ្លើយតបទៅនឹងសេចក្តីរាយការណ៍សារព័ត៌មានអន្តរជាតិដែលបាននិយាយថាលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានស្នើសុំធ្វើការសម្របសម្រួលសន្តិភាពឲ្យមានការចរចាសន្តិភាពរវាងប្រទេសថៃនិងប្រទេសកម្ពុជាលោកអនុทิនបាននិយាយថាបើទោះបីជាលោកប្រធានាធិបតី Donald Trump មានចេតនាល្អក៏ដោយក្នុងការស្នើសុំសម្របសម្រួលនេះក៏ប៉ុន្តែលោកត្រូវតែធានាឲ្យបានច្បាស់ថា he must first ensure ធានាឲ្យបានច្បាស់ថាប្រទេសកម្ពុជាគោរពតាមបទឈប់បាញ់គ្នានិងលក្ខខណ្ឌទាំងឡាយដែលមាននៅក្នុងបទឈប់បាញ់គ្នាដែលបានប្រព្រឹត្តកាលពីពេលមុនហើយបើយោងតាមសម្ដីផ្ទាល់របស់លោកអនុทิនហើយបានសារព័ត៌មាននេះដកស្រង់និងបកប្រែជាភាសាអង់គ្លេសគឺមានន័យថាលោកអនុทินបានថ្លែងថាដៃគូចរចាត្រូវតែគោរពតាមកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីពេលមុនប្រទេសថៃត្រូវបានគេចូលឈ្លានពានហើយត្រូវបានគេធ្វើដាក់ជាមុនប្រទេសថៃត្រូវតែធ្វើឲ្យប្រកបប្រជាច្បាស់ថាគឺយើងអាចបាទនឹងចរចាគ្នាបានគឺត្រូវតែគោរពតាមកិច្ចព្រមព្រៀងជាមុននោះដែលមានជាមូលដ្ឋានជាមុនសិនលោកអនុทินបានបន្ថែមថាកម្ពុជាត្រូវតែដកកងទ័ពរបស់ខ្លួនហើយនឹងអាវុធធ្ងន់ធ្ងរចេញហើយដកចេញនៅអ្នកដែលចូលឈ្លានពានក្នុងទឹកដីថៃហើយនឹងលុបបំបាត់ចោលនៅអ្វីដែលជាគ្រោះថ្នាក់ដល់ប្រទេសថៃទឹកដីថៃបាទអញ្ចឹងខ្ញុំសូមបកប្រែពីអង់គ្លេសមកផ្ទាល់ទេណាអញ្ចឹងគាត់ប្រើថាពលរដ្ឋខ្មែរដែលចូលក្នុងថៃនោះគាត់ប្រើពី invaders អ្នកចូលឈ្លានពានបាទហើយគាត់ហើយសារព័ត៌មានគាត់បញ្យល់ណាគាត់បញ្យល់ថាលោកនាយករដ្ឋមន្ត្រីថ្លែងបែបនេះគឺទំនងជាចង់និយាយសម្ដៅទៅលើសហគមន៍កម្ពុជាដែលចូលទន្ទ្រានក្នុងទឹកដីថៃនៅភូមិបានភូមិនងច័ន្ទនិងភូមិនងយ៉ាកែវនៅក្នុងខេត្តស្រះកែវក៏ដូចជាក្របមីនដែលបានដាក់ដោយកងទ័ពកម្ពុជានៅក្នុងទឹកដីរបស់ថៃសំទោសនេះគឺជាសារព័ត៌មាន The Nation របស់ថៃទេណាបាទបើសិនជាប្រិមិត្តមិនយល់ស្របជាមួយនឹងខ្លឹមសារនេះបាទនេះខ្ញុំគាត់ប្រាប់ដើម្បីឲ្យប្រិមិត្តបានដឹងខ្ញុំសូមបន្តទៀតលោកអនុทินបាននិយាយថាប្រទេសថៃមានចេតនានៅក្នុងការចូលតុចរចាជាមួយនឹងកម្ពុជាលើកឹកណាតែកម្ពុជាគោរពតាមលក្ខខណ្ឌទាំងអស់នេះជាមុនសិនបាទមានប្រយោគមួយនេះទៀតលោកបានកត់សម្គាល់ថាលោកត្រាំគឺនៅឯទ្វីបមួយផ្សេងឆ្ងាយពីប្រទេសថៃក្នុងខណៈពេលដែលកម្ពុជាគឺនៅជាប់នឹងប្រទេសថៃ He noted that Trump was in another continent far away from Thailand while Cambodia is located next to Thailand បាទពាក្យមួយម៉ាត់នេះទៅជាប្រហើនណាបាទចង់និយាយថាណែឯងអត់ដឹងរឿងអីទេណែនៅឆ្ងាយមេឃាណានៅទ្វីបណាផ្សេងនោះមកដឹងរឿងអីខ្ញុំនៅជាមួយកម្ពុជាខ្ញុំដឹងរឿងច្បាស់ That's a very strong statement ណាបាទគឺជាសម្ដីមួយធ្ងន់ណាបាទខ្ញុំអានជាភាសាអង់គ្លេសឲ្យជូនប្រិមិត្តកុំឲ្យថាខ្ញុំបកប្រែខុសបាទហើយលោកអនុทิនបានបន្ថែមទៀតថាប្រសិនបើលោកត្រាំអាចបញ្ចុះបញ្ចូលកម្ពុជាឲ្យ
គោរពតាមលក្ខខណ្ឌទាំងអស់នេះនឹងធានាថាប្រទេសថៃមិនត្រូវបានគេឈ្លានពានម្ដងទៀតនោះប្រទេសថៃនឹងចរចាឡើងវិញជាមួយនឹងកម្ពុជាបាននៅពេលដែលអ្នកសារព័ត៌មានសួរអំពីអត្ថាធិប្បាយចង់បានអត្ថាធិប្បាយរបស់លោកពាក់ព័ន្ធជាមួយនឹងការដែលកម្ពុជាបានផ្ដល់ឲ្យលោកត្រាំបាទតែងតាំងលោកត្រាំសម្រាប់ពាន Nobel សន្តិភាពដើម្បីទទួលបានផលប្រយោជន៍ពីសហរដ្ឋអាមេរិកនោះលោកអនុทิននិយាយថាគាត់អត់ care ទេក៏អត់ចាប់អារម្មណ៍នឹងយោបល់របស់ប្រទេសដទៃនោះទេគឺគាត់ផ្ដោតតែទៅលើបញ្ហាផលប្រយោជន៍របស់ថៃហើយពាក់ព័ន្ធនឹងការដែលគេបានប៉ាន់ប្រមាណថាកម្ពុជាអាចនឹងប្រើប្រាស់ជនស៊ីវិលដើម្បីបង្កការរំខាននៅតំបន់ព្រំដែនខេត្តស្រះកែវជាថ្មីម្ដងទៀតនៅថ្ងៃសុក្រនេះលោកអនុทิនបាននិយាយថាការព្រួយបារម្ភសម្រាប់របស់លោកគឺសំទោសលោកអនុทิនបាននិយាយថាទីភ្នាក់ងារសន្តិសុខនានារបស់ប្រទេសថៃគឺបានត្រៀមលក្ខណៈក្នុងការចាត់វិធានការនានាដើម្បីដោះស្រាយស្ថានភាពនោះហើយដោយលោកបានបដិញ្ញាថានឹងគោរពតាមច្បាប់ដែលមានស្រាប់ប្រសិនបើកម្ពុជារំលោភអធិបតេយ្យភាពរបស់ថៃជាថ្មីម្ដងទៀតបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation បាទ The Nation គាត់សរសេរនេះធ្ងន់ធ្ងរណាស់ណាបាទហើយព័ត៌មាននេះក៏ត្រូវបានសារព័ត៌មាន Bloomberg បាទ Bloomberg យកមកផ្សាយដែរដកសំផ្សាយដែរគឺចំណងជើងដែល Bloomberg ដាក់ថាប្រទេសថៃនិយាយថាបាទគឺចំណាត់ការរបស់កម្ពុជាគឺជាកលឹះសម្រាប់សន្តិភាពគឺមិនមែនការសម្របសម្រួលរបស់ត្រាំទេចំណងជើង Bloomberg ដាក់កកាយដែរដាក់នេះណា not Trump's mediation អញ្ចឹងហើយបានជាចំណងជើងរបស់ខ្ញុំវិញខ្ញុំដាក់ថាអនុทิនបដិសេធការសុំស្នើសម្របសម្រួលរបស់លោក Trump តែម្ដងបាទក្នុងន័យនោះគឺនៃបដិសេធហើយបាទដាក់ឲ្យខ្លីអញ្ចឹងតែម្ដងបាទអញ្ចឹងគឺយើងស្ដាប់មើលទៅបាទដូចជាគាត់ដូចជាក្លាហានណាបាទក្លាហានមែនតើណានៅពេលដែលអ្នករំលោភគេអ្នកដែលមានធំជាងគេស្រែកថាខ្ញុំជាជនរងគ្រោះពេលហ្នឹងគឺយើងដឹងតាសភាពការនឹងយ៉ាងម៉េចអញ្ចឹងហើយបានដូចខ្ញុំនិយាយហើយនិយាយទៀតប្រាប់ប្រិមិត្តដែលអ្នកខ្លះដែលជឿខ្ញុំហើយអ្នកខ្លះដែលនៅសង្ស័យហ្នឹងគឺការអត់ធ្មត់នឹងជារឿងសំខាន់ណាស់ពីព្រោះគាត់ប្រវោកគាត់បង្កហេតុគ្រប់បែបយ៉ាងទាំងអស់ហើយគាត់ដល់ស្រែកថាគាត់ជាជនរងគ្រោះបាទគឿងទៅធ្វើបាបគាត់រំលោភគាត់ចូលដីគាត់សពបែបយ៉ាងទាំងអស់ហ៊ានតែលឺសូរតែមកពងពីខ្មែរគាត់ស្រែកយ៉ៃយ៉ាងហ្នឹងទៀតបាទថាឥឡូវបាញ់រំលោភគាត់សម្បើមណាស់ដោយប្រដាប់អាវុធដោយអីច្រើនទៀតបាទនេះឯងជាចរិតរបស់គាត់តាំងពីអើយមកអ្នកខ្លះនៅមិនទាន់យល់នៅឡើយ